ពេលវេលាកន្លងលឿនណាស់តែសូមចាំអ្នកទាំងអស់គ្នាមិនទាន់អាចឆាប់ភ្លេចនៅការឈឺចាប់ពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធនិងធ្វើឲ្យប្រជាជនកម្ពុជាដ៏កំសត់របស់យើងនេះធ្វើការជំនះសឹកហ្នឹងគឺរហូតដល់60,000នាក់ជាងនេះគឺជាការចងចាំមួយដែលយើងទាំងអស់គ្នាត្រូវបន្តពីឯកានិងគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងឲ្យកាន់តែពេញទំហឹងយើងបានមាននៅគំនូរសិល្បៈដើម្បីសន្តិភាពមួយផ្ទាំងហើយនៅក្នុងខេត្តសៀមរាបហើយនេះគឺជាផ្ទាំងទី2ដែលកំពុងមានញឹកក្នុងការគូក្នុងរាជធានីភ្នំពេញយើងនេះអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលមិនទាន់បានទៅទស្សនាក្នុងខេត្តសៀមរាបទេអាចមកទស្សនានៅសួនវត្តបទុមនេះបានគំនូរមួយផ្ទាំងនេះគឺពិតជាមានតម្លៃណាស់ដែលមានន័យគ្រប់គ្រាន់បង្ហាញពីទុក្ខវេទនាការឈឺចាប់ការភ័យខ្លាចពីប្រជាជនធម្មតាក្មេងៗរហូតដល់ព្រះសង្ឃហើយខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅទៅដល់បងតាន់កំសួរឯកឧត្តមសុខសប្បាយណានិងអ្នកនាងមាសច័ន្ទដាលីនដែលបានផ្ដួចផ្ដើមនិងសម្របសម្រួលឲ្យមាននៅផ្ទាំងគំនូរទី2នេះក្នុងរាជធានីភ្នំពេញគំនូរមួយផ្ទាំងនេះគឺមានគុណតម្លៃគ្រប់គ្រាន់បង្ហាញទៅកាន់អន្តរជាតិថាកម្ពុជាយើងគឺពិតជាត្រូវការសន្តិភាពពិតប្រាកដហើយសង្ឃឹមថាបងប្អូន content creator ជួយធ្វើវីដេអូផ្សព្វផ្សាយឲ្យបានច្រើននិងអ្នកដែលមិនចេះធ្វើ content ទេអាចត្រឹមតែជួយ share នៅវីដេអូនេះដើម្បីពង្រីកនៅសម្លេងរបស់យើងឲ្យកាន់តែលឺនៅក្នុងឆាកអន្តរជាតិអរគុណ